ថ្ងៃនេះដែរខ្ញុំមកបង្ហាញពីវិធីធ្វើឆាគ្រឿងក្នុងមាន់ត្រកួនចំពោះឆាគ្រឿងក្នុងមាន់ត្រកួននេះដែរគ្រឿងផ្សំរបស់យើងគឺមានខ្ទឹមសម្ទេសគល់ខ្ទឹមនិងស្លឹកខ្ទឹមត្រកួននិងគ្រឿងក្នុងមាន់យើងទៅដាក់ខ្ទះឲ្យក្តៅហើយដាក់ប្រេងឆាចូលបន្ទាប់មកយើងដាក់ខ្ទឹមសបន្ទាប់មកយើងរំលីងខ្ទឹមសយើងឲ្យឈ្ងុយហើយយើងទៅដាក់ម្ទេសនិងគល់ខ្ទឹមចូលបន្ថែមទៀតបន្តមកទៀតយើងរំលីងគល់ខ្ទឹមនិងម្ទេសរបស់យើងឲ្យឈ្ងុយចូលគ្នាជាមួយនឹងខ្ទឹមសបន្ទាប់មកយើងទៅដាក់គ្រឿងក្នុងមាន់ចូលហើយយើងរំលីងឲ្យអស់ទឹកប្រៃនៃគ្រឿងក្នុងមាន់របស់យើងបន្ទាប់មកយើងទៅធ្វើការផ្សំគ្រឿងដំបូងយើងដាក់ស្ករសទឹកត្រីប្រេងខ្យងទឹកស៊ីអ៊ីវបន្តិចប៊ីចេងម្សៅស៊ុបអំបិលបន្តិចនិងចុងក្រោយគឺម្រេចបន្ទាប់មកយើងរំលីងគ្រឿងជាមួយនឹងសាច់ឲ្យចូលគ្នាល្អហើយយើងភ្លក់សមល្មមរសជាតិដែលចង់បានហើយយើងចាក់ត្រកួនចូលបន្ទាប់ពីចាក់ត្រកួនចូលហើយយើងច្បល់ចុះឡើងបន្តិចទៅបន្ទាប់ពីត្រកួនយើងសពបល្អហើយយើងដាក់ស្លឹកខ្ទឹមរបស់យើងចូលគឺរួចរាល់ហើយបងប្អូនវិធីធ្វើគឺងាយទេបងប្អូនអាចយកទៅធ្វើនៅផ្ទះបានណាស្រួលធ្វើហើយរសជាតិក៏ឆ្ងាញ់ដែរចំពោះវីដេអូរបស់នាងខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនដែលបានទស្សនាកុំភ្លេចចូលទៅ scan ដើម្បី subscribe YouTube របស់ខ្ញុំផងណាអរគុណច្រើនជម្រាបលា